សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយអំពីមេរៀន Diffuse Reflective Sensor ដែលនៅក្នុងមេរៀននេះខ្ញុំបានលើកយកមកចំនួន3ចំណុចគឺចំណុចទី1វិធីសាស្ត្រចាប់សញ្ញារបស់ Diffuse Reflective Sensor ចំណុចទី2សម្ភារៈសម្រាប់អនុវត្តនិងចំណុចទី3ដំណើរការនៃការអនុវត្ត1វិធីសាស្ត្រចាប់សញ្ញារបស់ Diffuse Reflective Sensor ឧបករណ៍បញ្ជូននិងអ្នកទទួលពន្លឺត្រូវបានដាក់ដំឡើងជាមួយគ្នាហើយពន្លឺធម្មតាមិនត្រឡប់ទៅអ្នកទទួលវិញទេនៅពេលពន្លឺពី emitter បាញ់ទៅលើ target ហើយពន្លឺផ្លាតពី target ចូល receiver វិញការកើតឡើង intensity ពន្លឺនេះត្រូវបានប្រើដើម្បីរកវត្ថុនេះគឺជាលក្ខណៈពិសេសរបស់ sensor diffuse reflective ដែលវាចាប់ target មានប្រវែង3ទៅ4 cm និងពី3ទៅ4 ម៉ែត្រហើយ sensor នេះមានប្រភេទជា PNP នេះគឺជា accessory ដែលយើងត្រូវយកមកប្រើនៅក្នុងការអនុវត្តដែលមានដូចជា board និងបង្គោលទប់លំនឹង tuner មាន board controller ដែលមាន output terminal និង input power ហើយយើងមាន object diffuse reflective sensor ជាដើមចូលមកដល់ដំណើរការអនុវត្តជាដំបូងយើងភ្ជាប់ diffuse reflective sensor ជាមួយនឹងបង្គោលជាមុនសិនចន្លោះពីគ្នា20 cm បន្ទាប់មកទៀតយើងចាប់ផ្ដើមដំឡើងខ្សែរបស់ diffuse reflective sensor ជាមួយនឹង terminal បន្ទាប់មកទៀតយើងដោតព្រីហើយបើកកុងតាក់យើងសង្កេតឃើញថាអំពូលនៅកន្លែង output ភ្លឺប៉ុន្តែដល់ពេលដែលយើងយក object ដែលមានពណ៌ខុសៗគ្នាដាក់ម្ដងមួយយើងសង្កេតឃើញថាអំពូលនៅកន្លែង output ភ្លឺក៏ប៉ុន្តែភ្លឺតាមពណ៌របស់ object ដែលយើងយកដាក់ដែរដោយសារតែ diffuse reflective វាចាប់ target ទៅតាមពណ៌ដែរនេះគឺជាលក្ខណៈរបស់ dark modeចំណែកនេះគឺជាលក្ខណៈរបស់ light mode យើងសង្កេតឃើញថាអំពូលនៅកន្លែង output អត់ភ្លឺទេប៉ុន្តែនៅពេលដែល sensing ឆ្លងកាត់អំពូលនៅកន្លែង output ភ្លឺនេះគឺជាអត្ថប្រយោជន៍របស់ sensor នេះដែលគេអាចយកទៅប្រើប្រាស់បានដូចជានៅក្នុងវិស័យឧស្សាហកម្មវិស័យរថយន្តវិស័យសន្តិសុខនិងការពារវិស័យអាហារនិងថ្នាំពេទ្យវិស័យឧស្សាហកម្មបោះដុំនិងដឹកជញ្ជូនវិស័យអេឡិចត្រូនិកនិងការប្រើប្រាស់នៅក្នុងផ្ទះជាដើមសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងអរគុណច្រើន Thank you Merci beaucoup